ចិននិងមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍រួមបដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងការគាំទ្រគ្នានៅលើឆាកអន្តរជាតិប្រទេសចិននិងមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធក្រោយជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះដោយបញ្ជាក់ពីការបដិញ្ញាចិត្តដ៏រឹងមាំក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើបញ្ហាស្នូលនិងផលប្រយោជន៍យុទ្ធសាស្ត្រសំខាន់នៅក្នុងសេចក្តីថ្លែងការណ៍នេះទីក្រុងប៉េកាំងបានសម្ដែងការស្វាគមន៍ចំពោះការបោះឆ្នោតទូទៅនៅមីយ៉ាន់ម៉ានិងបានបញ្ជាក់ជាថ្មីពីការគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ាក្នុងការជំរុញសន្តិភាពប្រកបដោយនិរន្តរភាពស្ថិរភាពនិងការអភិវឌ្ឍជាតិភាគីទាំងពីរបានសន្យាដាច់ខាតថានឹងមិនអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅប្រទេសជិតខាងទាំងពីរបានព្រមព្រៀងគ្នាជំរុញការអនុវត្តគម្រោងធំក្រោមផ្លូវតបជាប់សរសៃឈាមសេដ្ឋកិច្ចចិនមីយ៉ាន់ម៉ារួមមានការអភិវឌ្ឍកំពង់ផែទឹកជ្រៅខ្ជងព្យុះនិងគម្រោងផ្លូវដែកតភ្ជាប់ពី Muse ទៅកាន់ Mandalay ទន្ទឹមនឹងនេះក៏មានការព្រមព្រៀងលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែសេដ្ឋកិច្ច Digital បញ្ញាសិប្បនិម្មិត AI និងកសិកម្មព្រមទាំងការប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាពនៅបំពង់បង្ហូរប្រេងនិងឧស្ម័នចិនមីយ៉ាន់ម៉ាព្រមទាំងការពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនីរវាងប្រទេសទាំងពីរផងដែរក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទីក្រុងប៉េកាំងបានបញ្ជាក់ពីការគាំទ្រដល់ដំណើរការសន្តិភាពនិងការផ្សះផ្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈកិច្ចសន្ទនានយោបាយទន្ទឹមនឹងនេះចិនបានប្រកាសគាំទ្រចំពោះការចូលរួមដោយពេញលេញស្មើភាពនិងប្រកបដោយស្មារតីស្ថាបនារបស់មីយ៉ាន់ម៉ានៅក្នុងអង្គការអាស៊ាននិងអង្គការសហប្រជាជាតិដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនសេចក្តីថ្លែងការណ៍ដដែលនេះក៏បានឲ្យដឹងផងដែរថាប្រធានាធិបតីមីយ៉ាន់ម៉ាលោកមីនអ៊ុនលៀងបានអញ្ជើញប្រធានាធិបតីចិនលោកស៊ីជីនពីងឲ្យមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសមីយ៉ាន់ម៉ានៅពេលវេលាដ៏សមស្របសម្រាប់ភាគីទាំងពីរនាពេលខាងមុខ